ខ្ញុំនិយាយបន្លែបានច្បល់បានសັບចូលគ្នាហើយគឺខ្ញុំចាប់ផ្ដើមបន្ថែមសណ្តែកដីញោមរបស់យើងបើសិនជាអត់សណ្តែកដីក៏អត់ឈ្ងុយឆ្ងាញ់ដែរអានេះគឺបន្ថែមក្លិនឈ្ងុយញ៉ាំទៅច្រប់ស្រួយឈ្ងុយពេញមាត់តែម្ដងពុកម៉ែបងប្អូនថ្ងៃហ្នឹងគឺខ្ញុំចង់ញោមកាពឹសជាមួយនឹងស្លឹកកទួតបងប្អូនខ្ញុំមកផ្ទះបងស្រីខ្ញុំនៅខាងក្រៅខ្ញុំចេះតែដើរមើលលោមានតាពាំងមានអីចឹងណាតែតាពាំងវាអត់មានទឹកឥឡូវវាអត់ដោះលោចង់ស្លោតាពាំងចង់អីអញ្ចឹងទៅវាដោះដែរតែដោះទូចនោះគុំមកនេះពេចទូចល្អតែអត់ទាន់ដល់ពេលខ្ញុំស្លោបើសិនជាដល់ពេលខ្ញុំស្លោខ្ញុំនឹងមកកាត់ឥឡូវទៅពកទេហើយការពីបងថ្លៃខ្ញុំនៅមិនខ្វះទេណាំផ្លែតបែកផ្លែអីក៏មានដែរនេះស្លឹកអំពិលល្អចង់ស្លោអីមាននៅក្នុងផ្ទះស្រាប់ឯបងខ្ញុំអូលាស់ខ្ចីនេះស្លកូនត្រីអីត្រូវហើយចាពុកម៉ែបងប្អូនអើយគ្រាន់តែសយងចេកណាប៉ិនខ្លួនខ្ញុំមកសយងចេកអូយធំម្លឹងលោកអើយហើយឥឡូវខ្ញុំបានកក់បងខ្ញុំទុកថ្ងៃក្រោយគឺពេលដែលលូតចេញជាផ្លែអស់វាតម្លាក់សយងខ្ញុំនឹងយកទៅធ្វើញោមជាមួយនឹងស្បែកជ្រូកឆ្ងាញ់ណាបងប្អូនធំមែនតើណែផ្លែចេកមកស្ទងថ្ងៃមុនគឺខ្ញុំមកនឹងអត់សូវថ្លាហើយនេះឥឡូវថ្លាល្អដល់ហើយចិត្តចាស់ហើយចាំពេលណាដែលចាស់ល្អខ្ញុំមកកាត់យកមកធ្វើបង្អែមចេកខ្ទិះហ៎បងប្អូនដឹងតែឆ្ងាញ់ហ្នឹងនេះអូយថ្លាមែនតែនមើលដើមចេកបងខ្ញុំម៉ាប់ដូចម្ចាស់អញ្ចឹងនេះម្ចាស់គាត់ម៉ាប់អញ្ចឹងស្រាប់តែយងចេកអីលេងម៉ាប់ដូចម្ចាស់ហើយខ្ញុំទំឃើញបងប្អូននៅគួយស្រឡាញ់ហ្មងគាត់តែយងចេកហ្នឹងណាលេងធំមែនតែនហើយចាំខ្ញុំបង្ហាញម្ចាស់ផ្ទះឲ្យមើលម្ចាស់ដាំចេកណាម្ចាស់ដាំចេកបងតាថត TikTok ចាស់ដាំចេកថ្ងៃហ្នឹងគាត់សម្រាប់ពីការងារអត់ធ្វើទេគឺគេហៅថាស៊ី 50% ហើយចំណែកណែផ្លែតទឹមផ្លែល្អមែនតើអូផ្លែអត់មានអ្នកញ៉ាំទេនេះល្អផ្លែធម្មជាតិផ្លែតទឹមហ្នឹងពេលចាស់ទៅធ្វើទឹកតទឹមហើយនេះមកដល់មុខផ្ទះវិញហើយកម្រងគឺមកបេះស្លឹកកទួតយកទៅញោមជាមួយល្ហុងជាមួយនឹងកាពឹសឥឡូវខ្ញុំកាត់យកខ្ចីដែរបងប្អូនថ្ងៃមុនខ្ញុំមករៀងលាស់ខ្ចីជាងហ្នឹងឥឡូវវាអត់សូវខ្ចីដែរស្លឹកកទួតហ្នឹងយើងអូបាក់មែកបាត់ហើយយើងយកផ្ទាប់ជាមួយបាញ់ឆាវជាមួយណែមត្រូវតែម្ដងនេះបាក់មែកបាត់ហើយខ្ញុំញោមកាពឹសរឿងច្រើនដែរអញ្ចឹងខ្ញុំបេះខ្ចីបេះមិនច្រើនប្រហែលទេនេះប៉ុណ្ណាខ្ចីល្អមែនតើលក់ជាមួយនឹងញោមនឹងត្រូវតែម្ដងជាមួយញោមល្ហុងបន្លែរបស់ខ្ញុំបេះបានហើយឥឡូវខ្ញុំចាប់ផ្ដើមទៅផ្ទះវិញហើយចានេះត្រួយខ្មៀបងប្អូនត្រួយខ្មៀហ្នឹងគឺយើងបេះយកទៅធ្វើទឹកគ្រឿងបងកន្ធាពេលគាត់ធ្វើទឹកគ្រឿងម្ដងគាត់មកបេះនៅកន្លែងដូងកុកហ្នឹងខ្ចីល្អបងប្អូនតែខ្ញុំអត់ត្រូវធ្វើទឹកគ្រឿងផងថ្ងៃហ្នឹងអញ្ចឹងខ្ញុំអត់បេះទេគ្រាន់តែបង្ហាញឲ្យស្គាល់ពីដើមព្រៃបន្លែព្រៃដែលបងប្អូនយើងអាចញ៉ាំបានគឺបន្លែស្លឹកខ្មៀឥឡូវខ្ញុំមកដល់ផ្ទះវិញខ្ញុំអត់បង្អង់យូរទេគឺខ្ញុំចាប់ផ្ដើមយកទឹកមកដាំដើម្បីឲ្យពុះទៅយើងយកធ្វើទឹកជ្រលក់ផងហើយនឹងយកស្រស់កាពឹសផងដែរ
ta là anh dây kia giờ món giờ sạch món sạch chuột dân rồi 200 chạy lên môi giày á dạ lời ní cứ nhưng mà toàn bàn vơ chùm ăn mà không lại ta một lụa nơi khóm sắn mà năng được tóm thì chẹt luôn á bông ổn chùm điệp xua của mày bông ổn ngày ní cứ niềng nhóm mật vơ nhom là hồng luôn là khơi tha trong nhom nhom là hồng chẳng có chặt tam vơ tam đồng tay nhom là hồng được bạc nhóm cứ miên đôi chia là hồng mà plai đá bông ổn là hồng bay phim phim thua mà chết hay nâng sạc tốt đại nhom tập tại bé màu bị tẹt bong sậy bọc nhom nên chi nương vong hay chi bong tiệc câu này cái hai sáng hôm chi cam nâng chi sập lù hay nâng miên cặp bự phong đá sầm đạp dương dọc mọi nhom chỉ mùi nâng là hồng hay chùm nải kêu xăm thưa tắc chỉ lụa vĩnh cứ miên sầm đại đấy cột má tâm cả hóm tâm xó nó một tết nâng kêu tép xem tại ở trong pe nhom lê tắc chỉ lụa nâng nhom mừng hàng bị cả đã kêu chàมันตกหมกติดคือខ្ញុំចាប់ដើមយកកំពឹសយកមកដាក់ស្រស់តែម្ដងពឹសរបស់យើងគឺខ្ញុំបានទិញមិញនៅក្នុងភូមិដែរល្អល្អមែនតើបងប្អូនខ្ញុំចាប់ដើមយកមកស្រស់ពឹសរបស់យើងស្រស់តែមួយផ្លែតហ្នឹងគឺឆ្អិនល្អហើយអត់យូរទេនេះក៏ហមមិនល្អនេះឥឡូវកំពឹសដែលខ្ញុំបានស្រោះហើយហ្នឹងគឺខ្ញុំចាប់តាមយកមកសម្អាតទឹកម្ដងទៀតឲ្យបាត់ក្លិនឆ្អាបហើយសងាមមកឲ្យពពុះសសល្អនេះឥឡូវគឺខ្ញុំស្រោះកំពឹសលាងបានស្អាតរួចរាល់អស់ហើយខ្ញុំចាប់ផ្ដើមមកចិតសម្បកល្ហុងនិងបេះបន្លែផ្សេងដែលយើងយកមកផ្សំធ្វើញោមហ្នឹងល្ហុងរបស់យើងសគាបានល្អណាបងប្អូនអើយញោមល្ហុងសគាតិចចឹងគឺឆ្ងាញ់ស្រួយហើយសាច់វាផ្អែមសម្រាប់ល្ហុងដែលយើងយកមកញោមហ្នឹងសម្រាប់ចំណូលចិត្តពុកម៉ែដែលចង់ពិសាល្ហុងរៀងខ្ចីជាងហ្នឹងក៏បានរៀងសគាដូចខ្ញុំយកមកធ្វើហ្នឹងក៏បានបើសិនជាស៊ុបល្ហុងដឹងតែត្រូវម៉ាច់ហ្មងឆ្ងាញ់ដាក់នៅក្នុងស៊ុបយើងផ្អែមយើងធ្វើតាមួយផ្លែទេដោយសារតាយើងអត់សូវមានអ្នកញ៉ាំដែរធ្វើច្រើនពេកខ្លាចសល់អញ្ចឹងយើងធ្វើមកល្មមមកញ៉ាំអស់មួយផ្លែហ្នឹងបើចិត្តទៅបានច្រើនចាបន្ទាប់ពីខ្ញុំចិតល្ហុងចិតសម្បកល្ហុងបានស្អាតហើយគឺខ្ញុំចាប់ផ្ដើមបេះបោស្លឹកកទួតយកខ្ចីកាលពីខ្ញុំនៅក្មេងអ្នកម្ដាយខ្ញុំគាត់ចូលចិត្តញោមល្ហុងឲ្យញ៉ាំដែរបងប្អូនដោយសារតាកាលពីនៅតូចអត់អីអញ្ចឹងទៅក៏ទៅអូសកពឹសអូសអីយកមកធ្វើជាម្ហូបញ៉ាំដែរខ្ញុំបើសិនជាញោមល្ហុងអញ្ចឹងខ្ញុំចូលចិត្តតែកាលពីទូចម៉ែខ្ញុំគាត់ឆាផ្លែល្ហុងជាមួយកពឹសបងប្អូនអូខ្ញុំអត់ចេះហូបពួកខ្ញុំយំតែម្ដងធ្វើម្ហូបណាដែរយើងអត់ចេះយើងកំពុងតែឃ្លានអញ្ចឹងគឺយើងយំបងប្អូនតែបើសម្រាប់លឹកកទួតញោមនេះដឹងតែដាក់ទៅត្រូវគ្នាតែម្ដងស្លឹកកទួតនេះជាមួយណែមក៏ត្រូវដែរខ្ញុំបេះស្លឹកកទួតខ្ញុំបូតយកខ្ចីបានល្អបានប៉ុណ្ណឹងខ្ញុំបេះហើយឥឡូវគឺខ្ញុំចាប់ដើមមកបេះជីយើងតែម្ដង
ជីសភ្លូជីហ្នឹងហូបជាមួយបាញ់ឆាវក៏ត្រូវញោមផ្សេងហ្នឹងក៏ត្រូវដែរបងប្អូនមិនថាញោមសយងចេកញោមដូចតុកាញោមលហុងត្រូវគ្នាទាំងអស់ដាក់ទៅមានរសជាតិឈ្ងុយចាឥឡូវជីគ្រប់មុខនេះគឺខ្ញុំបេះបានរួចរាល់អស់ហើយអញ្ចឹងខ្ញុំមកបន្ថែមជីនឹងវងបន្តិចទៀតដែរព្រោះជីនេះខ្ញុំបានដាំខ្លួនឯងខ្ញុំមិនដាំជាក្របទេខ្ញុំដាំជាដើមដែលយើងបេះយកមកធ្វើម្ហូបអញ្ចឹងខ្ញុំស្ដាយដាំខ្ញុំដោតលើរស់បានស្លឹកល្អតែបងប្អូនគ្រាន់តែវាអត់សូវបានល្អដូចតែគេដាំគ្រាប់ណាអញ្ចឹងខ្ញុំបេះបន្តិចដែរទៅព្រោះជីយើងដាំខ្លួនឯងអញ្ចឹងគឺវាឈ្ងុយជីយើងអត់មានប្រើជីប្រើថ្នាំអីអញ្ចឹងក្លិនឈ្ងុយតែម្ដងបងប្អូនគ្រាន់តែក្លិនជីក៏ឈ្ងុយឃ្លានមុខម្ហូបនឹងដែលយើងបានរៀបចំធ្វើប្តីខ្ញុំគាត់បេះខ្លះដែរនេះស្នាមគាត់បេះយកមកធ្វើទឹកជ្រលក់បេះយ៉ាងហ្នឹងយើងក្តិចត្រួយអញ្ចឹងមកគឺលូតមកវិញជាប់បន្លាក្រូចឈ្ងុយហ៎បងប្អូនបើមានខ្យងយកមកដាស់ទឹកដាក់ម៉េះជ្រលក់ខ្យងញ៉ាំដឹងឆ្ងាញ់មិនទេនេះបើឈ្ងុយម្លឹងដាក់មិនចាប់ដែរចាលហុងរបស់ខ្ញុំគឺខ្ញុំពុះជី2បែបហ្នឹងមកដើម្បីយើងស្រួលឈូសយើងកាន់ទាំងមូលពិបាកកាន់ណោះអូមានក្របដែរតែក្របតិចដែរក្របរបស់វាខ្ញុំកាយយកមកព្រោះដើម្បីបានដោះលោកបានផ្លែញ៉ាំគេដែរនេះដាក់នេះចាស់ល្អនេះបានប៉ុណ្ណឹងយើងចាំយកទៅលាងទឹកចាឥឡូវគឺខ្ញុំចាប់ផ្ដើមមកលាងសម្អាតបន្លែរបស់យើងលហុងរបស់យើងគឺស្អាតស្រាប់ហើយយើងយកមកលាងឲ្យអស់ជ័រជីរបស់យើងសម្អាតទៅជោគបន្តិចបានហើយកុំឲ្យជាប់ស្លឹកកទួតយើងក៏បេះពីដើមនៅខ្ពស់ដែរបងប្អូនអញ្ចឹងអត់មានប្រឡាក់អីច្រើនទេពីជោគទៅស្អាតដីតែស្អាតទឹកបង្ហើយព្រោះខ្ញុំលាងបានពី3ទឹកដែរអញ្ចឹងលាងតែមួយទឹកនេះទៀតបានស្អាតតែម្ដងជីរបស់យើងក៏លាងបានស្អាតដែរលាងពី3ទឹកដូចគ្នាហើយស្លឹកកទួតនេះខ្ចីល្អឡើងទន់ល្មើយហ្មងបងប្អូនបន្លែរបស់ខ្ញុំគឺលាងបានរួចរាល់អស់ហើយអញ្ចឹងខ្ញុំចាប់តាមយកមកធ្វើតែម្ដងចាឥឡូវគឺខ្ញុំចាប់ផ្ដើមឈូសលហុងរបស់យើងគឺយើងឈូសបែបហ្នឹងមកបងប្អូនវែងអញ្ចឹងឈូសដោយតែបុកលហុងដែរណាសាច់ដឹងតែស្រួយហ្មងនេះកាលពីមុនគ្រួសារខ្ញុំមិនមែនជាគ្រួសារអ្នកមានអីទេបងប្អូនគ្រួសារអ្នកក្រមានអីណាស់ណាគ្រាន់តែថាយើងហូបគ្រប់គ្រាន់អត់ខ្វះមុខខ្វះក្រោយដោយពីការដែលពួកខ្ញុំនៅទូចដោយសារតាគ្រួសារខ្ញុំមានបងប្អូនច្រើនអញ្ចឹងមានអីត្រូវញ៉ាំហ្នឹងណាអត់អាចទៅរកម្ហូបណាដែលឆ្ងាញ់តម្រូវចិត្តដែលយើងថាចង់ញ៉ាំរបស់ឆ្ងាញ់ទេដោយសារតាពុកម្ដាយរបស់ខ្ញុំគាត់ជាអ្នកធ្វើស្រែហើយឪពុករបស់ខ្ញុំពីមុនគាត់អ្នកឡើងត្នោតស្ករដែរបងប្អូនណា
ម្ដាយខ្ញុំគាត់ហាត់គ្រប់បែបយ៉ាងតែគាត់ចាស់ឥឡូវកូនរៀងធំទៅគាត់រៀងសនុកជាងមុនគាត់អត់ពិបាកដូចដែលខ្ញុំនៅទូទេចាល្ហុងរបស់យើងនេះសាច់ក្រាស់ល្អតើបងប្អូនគ្រាន់តែឮសំឡេងឈូសក៏ដឹងតែល្ហុងហ្នឹងសាច់ស្រួយល្អណាសាច់ពណ៌ឈូកដោយសារតែល្ហុងស្គៀលមុនខ្ញុំម៉ាសាធ្វើជ្រក់មួយបងស្រីខ្ញុំម៉ាសាជួយឈូសល្ហុងគាត់ដែរតែយើងឈូសល្ហុងច្រើនគីឡូវាចុកដៃតែនេះយើងធ្វើតែមួយផ្លែអញ្ចឹងមិនអីទេគឺលឿនបងប្អូនចង់ញ៉ាំញោមល្ហុងអីមិនពិបាកធ្វើទេបងប្អូនគ្រឿងផ្សំក៏អត់ពិបាកគ្រឿងផ្សំងាយចាឥឡូវល្ហុងរបស់ខ្ញុំគឺឈូសបានរួចរាល់អស់ហើយចំនួនមួយផ្លែគឺបានច្រើនណាបងប្អូនសាច់ល្ហុងក្រាស់ហើយពណ៌ល្អមើលនេះពណ៌គួរឆ្ងាញ់គឺខ្ញុំថែមការ៉ុតចំនួនមើមដែរដោយសារតែយើងមើលទៅល្ហុងយើងក៏មានពណ៌ស្អាតដែរតែយើងចង់បន្ថែមឲ្យបានឃើញពណ៌ស្អាតហើយរសជាតិក៏ឆ្ងាញ់ដែរខ្ទឹមក្រហមខ្ញុំចិតកម្រិតមុខពីចំណិតឲ្យហើយទៅពេលយើងចិញ្ច្រាំគឺស្រួលច្រាំទឹកជ្រលក់បើអត់មានខ្ទឹមក្រហមក៏អត់សូវឈ្ងុយឆ្ងាញ់អញ្ចឹងធ្វើមានខ្ទឹមក្រហមនិងខ្ទឹមសហើយខ្ញុំចាប់ផ្ដើមចិញ្ច្រាំឲ្យបានម៉ត់ចូលគ្នាមកសម្រាប់ម្ទេសគ្រាប់ខ្ញុំដាក់4គ្រាប់ដែរហើយខ្ញុំហាន់ឲ្យស្ដើងអញ្ចឹងមកដើម្បីយើងយកមកចិញ្ច្រាំជាមួយខ្ទឹមសខ្ទឹមក្រហមឲ្យបានម៉ត់ល្អចូលគ្នាចាឥឡូវនេះគឺខ្ទឹមក្រហមខ្ទឹមសនិងម្ទេសរបស់ខ្ញុំចិញ្ច្រាំបានម៉ត់ល្អហើយដាក់ម៉ត់ប៉ុណ្ណឹងមកតមកទៀតខ្ញុំហាន់ក្រូចឆ្មាដែរហាន់យកតែ3ចំណិតទៅទឹកល្អនេះខ្ញុំដាក់2ផ្លែដែរគឺជាទឹកជ្រលក់ដែលខ្ញុំបានដាំជាមួយនឹងស្ករត្នោតឥឡូវបានត្រជាក់អ៊ុនហើយគឺខ្ញុំចាប់ផ្ដើមយកមកលាយគ្រឿងផ្សំតែម្ដងគឺខ្ញុំដាក់ទឹកត្រីរបស់ខ្ញុំគឺដាក់ចំនួន1វែកដែរខ្ញុំមិនដាក់ច្រើនពេកទេខ្លាចប្រៃហើយបន្ទាប់មកទៀតម្ទេសដែលខ្ញុំបានចិញ្ច្រាំហ្នឹងខ្ញុំដាក់ចូលដែរមកតែអស់ហ្មងទៅរវងថាខ្លាចហិលពេកឥឡូវគឺយើងបន្ថែមដាក់ចូលឲ្យអស់តែម្ដងហើយបន្ទាប់ខ្ញុំដាក់ប៊ីចេងដែរប៊ីចេងខ្ញុំដាក់កន្លះស្លាបព្រាបាយហើយម្សៅស៊ុបដាក់កន្លះស្លាបព្រាបាយដូចគ្នាបន្ទាប់មកទៀតយើងកូរឲ្យបានសព្វមកជះក្លិនឈ្ងុយតែម្ដងបងប្អូនកាលពីខ្ញុំនៅក្មេងញ៉ាំម្ដាយរបស់ខ្ញុំគាត់ប្រើតែទឹកខ្មេះទេតែឥឡូវនេះគឺខ្ញុំប្រើក្រូចឆ្មាជំនួសទឹកខ្មេះវិញម្ដងតាមពុកម៉ែបងប្អូនដែលតាមការចូលចិត្តចំណង់ចំណូលចិត្តគឺខុសគ្នាអញ្ចឹងហើយគឺខ្ញុំចូលចិត្តក្រូចឆ្មាខ្ញុំដាក់ក្រូចឆ្មាអញ្ចឹងក្រូចឆ្មារបស់ខ្ញុំគឺខ្ញុំដាក់ចំនួន1ផ្លែសិនណាដាក់សិនទៅបើសិនជាស្ទើរជូរចាំបន្ថែមទៀតរសជាតិជូរអែមប្រៃជូរផ្អែមប្រៃរសជាតិហ្នឹងឆ្ងាញ់បងប្អូននេះទឹកជ្រលក់របស់ខ្ញុំធ្វើបានរួចរាល់អស់ហើយ
អញ្ចឹងខ្ញុំចាប់ផ្ដើមយកមកធ្វើជាទឹកជ្រលក់ញោមតែម្ដងបងគេគឺខ្ញុំចាប់ផ្ដើមដាក់ល្ហុងនឹងល្ហុងរបស់យើងណាចាឥឡូវនេះគឺខ្ញុំដាក់ល្ហុងហើយគឺខ្ញុំចាប់តាមចាក់កំពឹសចូលព្រោះគឺខ្ញុំដាក់ចំនួនមួយចានហ្នឹងតែម្ដងបន្ទាប់មកទឹកជ្រលក់របស់ខ្ញុំគឺខ្ញុំដាក់តែចំនួន3 4វែកទេខ្លាចជូរពេកឬក៏ប្រៃពេកអញ្ចឹងណាយើងដាក់ហើយយើងច្បល់សាច់ល្ហុងរបស់យើងហ្នឹងឲ្យបានចូលជាតិល្ហុងយើងទុនហើយគឺស្រួយតែម្ដងពេលដែលចូលមិនមែនទុនអត់មានជាតិស្រួយណាពេលដែលយើងច្បាច់ចូលគ្រឿងហ្នឹងឥឡូវគឺខ្ញុំច្បល់បានចូលជាតិបានល្អហើយខ្ញុំចាប់ផ្ដើមដាក់ជីគ្រប់មុខរបស់ខ្ញុំហ្នឹងហើយនឹងស្លឹកកន្ទួតដែរបងប្អូនពេលដែលយើងដាក់ហើយគឺយើងចាប់ផ្ដើមច្បល់តែម្ដងតំណងបងប្អូនអើយចាស់ក្លិនឈ្ងុយនេះខ្ញុំលាយបន្លែបានច្បល់បានសព្វចូលគ្នាហើយគឺខ្ញុំចាប់ផ្ដើមបន្ថែមសណ្តែកដីញោមរបស់យើងបើសិនជាអត់សណ្តែកដីក៏អត់ឈ្ងុយឆ្ងាញ់ដែរអានេះគឺបន្ថែមក្លិនឈ្ងុយញ៉ាំទៅច្រប់ស្រួយឈ្ងុយពេញមាត់តែម្ដងញ៉ាំឈ្ងុយជូរអែមស្រួយជាមួយនឹងស្លឹកកន្ទួតទៀតឆ្ងាញ់ហ្មងបងប្អូនចាឥឡូវញោមរបស់ខ្ញុំគឺញោមបានរួចរាល់អស់ហើយដោយសារតាខាងលើផ្ទះរបស់ខ្ញុំនឹងកម្ដៅថ្ងៃជះខ្លាំងពេកឥឡូវខ្ញុំចុះមកខាងក្រោមវិញតែម្ដងឥឡូវខ្ញុំញោមហើយចាប់ដើមលើកដាក់ចានតំណងណាបងប្អូនអើយដឹងតែឆ្ងាញ់ហើយគ្រាន់តែឃើញរូបសម្រស់ក៏ដឹងតែឆ្ងាញ់ណាស់នេះមានរសជាតិតែម្ដងខ្ញុំបន្ថែមសណ្តែកដីពីលើដែរបងប្អូនបន្ថែមក្លិនឈ្ងុយដែរនេះខ្ញុំចាប់ទុកឲ្យលោកឪពុករបស់ខ្ញុំដែរគាត់មកពីស្រែអស់កម្លាំងបានរបស់ដែលធ្វើឲ្យគាត់ពិសាគាត់ហើយមានកម្លាំងដែរណាមួយអត់ដែលបានធ្វើបងប្អូនយូរយើងធ្វើម្ដងទៅយើងចែកគ្នាញ៉ាំចាសូមអញ្ជើញពុកម៉ែបងប្អូនមកអញ្ជើញពិសាញោមល្ហុងជាមួយនឹងក្រុមគ្រួសារខ្ញុំទាំងអស់គ្នាញោមល្ហុងចំនួនពីដើមបងប្អូននេះអ្នកម្ដាយខ្ញុំកាលពីខ្ញុំនៅក្មេងៗគាត់ចូលចិត្តធ្វើញោមល្ហុងហើយនឹងឆាល្ហុងគឺខ្ញុំអត់ចូលចិត្តទេបងប្អូនដោយសារតែខ្ញុំអត់ចេះឲ្យតែកូនអូកពឹសបានម៉ែខ្ញុំរនឹកអីអត់ឃើញផ្លែល្ហុងនៅក្នុងផ្ទះមានដើមនៅផ្ទះអញ្ចឹងគាត់ចាប់ដើមបេះមកយកមកឆាយដោយសារតែគ្រួសារខ្ញុំពីមុនមកគឺគ្រួសារអ្នកក្របងប្អូនឥឡូវក៏គាត់ដែរមានណាមកនេះឆ្ងាញ់ណាស់នឹងស្រួយមកមកកូនខ្ញុំជួយឆ្ងាញ់ណាស់មានរសជាតិជូរអែមឆ្ងាញ់ណាស់បងប្អូននេះមិនមែនជាម្ហូបសម្រាប់ញ៉ាំបាយអីទេម្ហូបសម្រាប់ញ៉ាំលេងញ៉ាំក្លែមអីអញ្ចឹងណាបងប្អូនតើចេះញ៉ាំហ៎ចេះថតណែ
Chà lấy bọn nhóm tâm chênh mà việc vơ cá về nhóm vơ nhóm hồng nâng có thà bông ta chẳng nhằm đài nốt nhưng khăn nhằm dù hay dẫn có thà heo đáแล้วก็โจหกได้mạng này taไปประเดี๋ยมหนูบอลมาดองmạng này taจะนูประเดี๋ยมอ๋อแล้วปกยมมาวิสไรน์น่ะหัดได้บางปอนแล้วปกยมก็เฟอร์สไรบอมตักดักสไรได้ซาตาอันมินตักอ่ะแล้วโกกอ่ะกดบอมมาไงมาดองมาไงมาดองngang chú em sân chơi bột mai tròn nhầm trắng bột mai sạch phơ tới sạch phơ đôi nhưng một đòn tới đâm cái ngắn hay đã xa ấy mà hộp bị bờ rộng mà rán bị đá máu không có ở ai bằng plate bàn thấy nhom hồng dần lắm nhóm chết phơ tan nhầm đại nhom đại bông bồn mẹ này mẹ cảm ơn mẹ chùm nia nhé thằng nhom hồng đó nhầm ha trắng chụp với bông bồn là sao để nhanh nhở ngồi đôi chân sẽ đại đây đã ngồi bánh mặn chà ở lớn vì ta ở được bao nhiêu nhóm mình chặt tay trầm này hai bông bồn những nhóm có nhầm ban đội đùa đá những nhóm xong ở con bụng mai bông bồn đại ban tua sna vì ta ố sấy túi tâm bị đám và hột đá chặt bà sân chia bông bồn anh đặt lạnh sấy túi xong chui like nâng xe nâng subscribe mà nhẹ môi mà bông bồn đầm bay miên vì ta ố mơ bẩn to tiệt hai những nhóm xong ở con bụng mai bông bồn một đòn tiết đại ban tam đan đưa con mình chọn ban tam đan chẳng xong chun bụng mai bông bồn ai miên sọc hiệp lõ roxy từ tô tiền miên bán nâng miên sọc đây sọc chỉ riêng là hột xong ở con xong chìm điệp lìa bye bye